បាទជំរាបសួរបងប្អូនដែលកំពុងតែសិក្សាភាសាកូរ៉េនឹងថ្ងៃគឺយើងមកជួបគ្នាទៀតហើយជាមួយនឹងការបង្រៀនភាសាកូរ៉េតាម page និង YouTube របស់ខ្ញុំផ្ទាល់អូខេឥឡូវយើងកុំខាត់ពេលយូរហើយដើម្បីកុំឲ្យវីដេអូយើងវាវែងឆ្ងាយឥឡូវយើងចូលមេរៀនយើងតែម្ដងគឺចូលមេរៀនទី5ណាបងប្អូនតោះមេរៀនទី5ហ្នឹងហើយនៅព្យញ្ជនៈ6ទៀតដែលយើងមិនទាន់ស្គាល់ព្យញ្ជនៈភាសាកូរ៉េអស់ឥឡូវនៅតែ5ទៀតទេយើងនឹងបញ្ចប់ព្យញ្ជនៈហើយនឹងស្រៈនៃភាសាកូរ៉េអស់ហើយហ្នឹងហើយគឺនេះគឺ Kiyok Tigit Biut Siot Chiut អាហ្នឹងយើងស្គាល់ហើយយើងបានរៀនហើយតាំងពីមេរៀនទី2មកហ្នឹងឥឡូវយើងគេបន្ថែម5ទៀតវាគ្រាន់តែទៅសេត្រួតគ្នា2ណាបងប្អូនទៅសេត្រួតលើគ្នា2អញ្ចឹងវាទៅជាសំឡេងមួយទៀតមានន័យថានេះគឺស្មើនឹងអក្សរខហយង្គោឬក៏អក្សរកមែនទេបងប្អូនអានេះមានតែមួយទេស្មើនឹងអក្សរកទទេអក្សរកទទេតែមួយទេអក្សរកស្មើនឹងអក្សរកតែមួយទេនេះស្មើនឹងអក្សរដឬតនេះបងប្អូនណាដឬក៏តស្មើ2ហ្នឹងអានេះស្មើនឹងអក្សរបស្មើនឹងអក្សរពសម្រាប់2បងប្អូននឹងបសម្រាប់2នឹងសំលេងវាពអានេះស្មើនឹងអក្សរសឬក៏តណាឥឡូវសុំទោសមិញយើងលោកគ្រូផ្លេចថានេះគឺសាំងតកូលសាំងអានេះអត់មានទេគឺខីយ៉ុកតែម្ដងនេះគឺសាំងដាក់សាំងខីយ៉ុកចឹងមកសាំងខីយ៉ុកបន្ថែមសាំងមកទៀតមកឲ្យខីយ៉ុកដូចដើមទេសាំងខីយ៉ុកក៏ប៉ុន្តែសំឡេងវាគឺស្មើនឹងតែមួយទេអានេះសាំងធីគឺចឹងមកនេះសាំងប៊ីអឺបសាំងស៊ីអូតចឹងណាបងប្អូនសាំងស៊ីអូតមួយទៀតនេះសាំងជីអឺតស្មើនឹងអក្សរចឬតជួបងប្អូនសំទោសស្មើនឹងអក្សរជួឬក៏តអូខេតើយើងចេះហើយយើងស្គាល់ហើយយើងមិនចាំបាច់វែងឆ្ងាយច្រើនទេយើងទៅមុខទៀតនេះគឺលំដាប់លំដោយនៃការសរសេររបស់គេទេស្មើសេរីខីយកគាត់ទៅសរសេរត្រួតគ្នា2មកបងប្អូនអូខេតោះយើងសេចឹងមកនេះសាំងប៊ីអ៊ឺគឺសេ2ធីអ៊ឺសេ2មកប៊ីអ៊ឺសេ2ដែរមកស៊ីអូតសេ2ដែរមកជីអ៊ឺសេ2ដែរមកនឹងដាក់ជាមួយគ្នាមកនោះដូចគេសេចណាធីអ៊ឺសេចេមកប៊ីអ៊ឺសេចេមកធូរគ្នា2ចឹងមកនេះសេចេមកអូខេជីអ៊ឺសេចេមកអូខេចឹងណាទៅសេអក្សរបានស្អាតទេបងប្អូនដោយសារតែទៅសេនៅលើ keyboard computer អញ្ចឹងគឺពិបាកណាស់សេបានស្អាតទេអានេះការផ្សំជាមួយនឹងនេះយកទៅប្រកបជាមួយនឹងស្រៈនេះកតស្អាតកាយមកណានេះអក្សរតអក្សរដអូសំទោសបងប្អូននេះស្មើនឹងអក្សរតមិញណានេះអត់មានដទេស្មើនឹងអក្សរតតែម្ដងសំទោសលុបនេះចូលវិញនេះមើលអក្សរតតែមួយទេសុំទោសអធិស្ឋានផងហ្នឹងហើយតាគេសេតាមក
តានេះតូចេះមកណាតសអូតូនេះអូខេនេះប៉ាប៉ណាសំឡេងវាប៉ដល់ស្អាព្រោះទៅជាប៉ានេះសដល់ស្អាសាតែម្ដងបងប្អូនចេះសដល់ស្អាសាយល់ទេនឹងទៅទៀតនេះចឲ្យជួដល់ស្អាចាសំឡេងចក៏បានសំឡេងជួក៏បានដែរបងប្អូនដូចគ្នាទេពីរហ្នឹងយើងទៅប្រកបជាមួយនឹងព្យញ្ជនៈគឺវាចេញសំឡេងដូចគ្នាទេទៅប្រកបជាមួយនឹងស្រៈសុំទោសឯងនិយាយໄວទៅខុសមិនទេវិញមិនទេនេះគេយើងទៅសេឲ្យយើងយកទៅប្រកបជាមួយនឹងព្យញ្ជនៈហើយជាមួយនឹងស្រៈឡំដល់ព្យញ្ជនៈបលយោហ្នឹងហើយកដល់ស្អាកាអញ្ចឹងមកកដល់ស្អកអញ្ចឹងមកនេះបងប្អូនអត់ពិបាកទេកដល់ស្អូគោនេះកដល់ស្អ៊ូគូអញ្ចឹងមកអូខេអញ្ចឹងសេអញ្ចឹងទេបាទនេះតដល់ស្អាតាតដល់ស្អតអញ្ចឹងមកនេះបដល់ស្អអាប៉ាបដល់ស្អប៉បដល់ស្អូពោអញ្ចឹងមកនេះសដល់ស្អូសូសដល់ស្អសអញ្ចឹងមកអានេះចឬក៏ជួសលេងតែមួយទេជួសស្អចស្អចស្អាយចាអញ្ចឹងមកបងប្អូនហ្នឹងហើយដូចគ្នាទេចឲ្យជួហ្នឹងអានេះគឺយើងសូរសំឡេងដែលវាខុសគ្នាណាបងប្អូនណែនេះទី1គេថាម៉េចខាយោអានេះទៅជាកាយោតែច្រឡំគ្នាមួយខាយោមួយកាយោអានេះនៅកន្លែងណាក៏ដោយគឺសំឡេងវាគឺស្មើនឹងអក្សរខសំឡេងទី2ក៏ដោយសំឡេងទី3ក៏ដោយគឺសំឡេងវាដូចគ្នាមកទី2ឆាយោមកនេះចាយោសំឡេងឈរអានេះសំឡេងចឬក៏ជោអានេះសំឡេងឈរឬក៏ឆនេះឈីអ៊ឺទេឈរឆសំឡេងដូចគ្នាទេប៉ុន្តែបើសិនជាយើងសំឡេងអក្សរឆបានត្រូវណាអានេះបើយើងគិតតាមជាទៅប្រកបជាមួយនឹងស្រៈអាវាទៅជាអក្សរឆដល់ស្អាបានឆាហ្នឹងហើយនេះចដល់ស្អាចាខនេះអក្សរខស្អខណានេះកដល់ស្អកយោអញ្ចឹងមកហ្នឹងហើយទី4សាយោអានេះសជើងហដាក់ស្រៈអាសាយោអានេះសាយោតែម្ដងអានេះហជើងសសិនណាស៊ីអូតនេះបើសាំងស៊ីអូតនេះស្មើនឹងអក្សរសតទេវាមានជើងហទេមួយទៀតអានេះភូរីនេះបជើងផដាក់ស្រអ៊ូនេះសំឡេងវាបជើងផអានេះសំឡេងវាប៉តទេអញ្ចឹងយើងអានមកពូរីអានេះទៅជាភូរីអញ្ចឹងណាមកទី6អាផាយោនេះស្រៀងគ្នាណាបងប្អូននេះផាប៉ាយោនេះផាប៉ាយោនេះអាផាយោនេះផាប៉ាយោយើងស្ដាប់ទៅយើងអាចច្រឡំគ្នាបើយើងអត់ដឹងតើឥឡូវគឺយើងហ៊ានច្រឡំពាក្យទៀតដែរថ្ងៃនេះយើងត្រូវចេះពាក្យ6ទៀតយើងថ្ងៃនេះគឺមេរៀនទី5បងប្អូនហ្នឹងហើយមេរៀនទី5មកយើងអានមកពាក្យរបស់យើងគឺទី1គឺកាឈីនឹងសត្វបក្សីឬក៏សត្វចាប់អីហ្នឹងគេហៅថាកាឈីទី2អូខេមិនថាស្មាណាស្មាមនុស្សយើងមិនមែនសត្វឆ្មាណាបងប្អូនស្មារបស់យើងហ្នឹងមកទី3គេហៅថាខ្វីទូរ៉ាមីគឺសត្វចង្រិតណាបងប្អូនមិនមែនកណ្ដូបទេសត្វចង្រិតខ្វីទូរ៉ាមីតោះអានមួយមកខ្វីទូរ៉ាមីណាមកទី4ពូរីមានន័យថាឫសឈើមកទី5អាចស៊ីគេบอกថាពូអាចស៊ីមកទី6ជីកេទី6ហៅជីកេសំឡនេះសំឡបងប្អូនសំឡតទៅទៀតយើងអស់ហើយណាបងប្អូនហ្នឹងហើយមេរៀនទី5របស់យើងគឺយើងបញ្ចប់ត្រឹមហ្នឹងទៅចាប់ពីពេលនេះទៅយើងអស់ព្យញ្ជនៈអស់ស្រៈដែលយើងត្រូវចេះហើយនៅតែការអនុវត្តនៅផ្ទះទៅខ្លួនឯងផ្ទាល់ទេ
លោកគ្រូបានតែបង្ហាញសូរសំឡេងហើយនឹងស្មើនឹងស្រៈអីហើយនឹងព្យញ្ជនៈអីស្មើនឹងអក្សរអីសំឡេងអក្សរខ្មែរយើងទេណាអនុវត្តគឺយើងយកទៅរៀនខ្លួនឯងបើសិនជាសិស្សទាំងអស់គ្នាភ្លេចគឺយើងត្រឡប់មកមើលវីដេអូរបស់លោកគ្រូទៀតមកគឺយើងនឹងចងចាំវិញនឹកឃើញវិញហើយហ្នឹងហើយយើងរៀនតទៅមុខទៀតគឺមានអីវាមានសំឡេងជើងក្រោមនេះបងប្អូនសំឡេងជើងក្រោមស្មើនឹងអក្សរអីអក្សរអីចឹងណាសំឡេងបានន័យថាសំឡេងទី3ហ្នឹងហើយគឺចំណុចកន្លែងនេះមេរៀនកន្លែងនេះយើងចាំមេរៀនទី6បានយើងបរៀនអញ្ចឹងមេរៀនទី5ថ្ងៃនេះគឺបញ្ចប់ត្រឹមហ្នឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍នៃពេញចិត្តក្នុងការបង្រៀនរបស់ខ្ញុំបាទសូមជួយចុច share វីដេអូរបស់ខ្ញុំបាទម្នាក់មួយមកដើម្បីមានកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតហើយនៅបើសិនជាមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះរៀនជាតាមអនឡាញតាក់ទងមក page របស់ខ្ញុំផ្ទាល់និង Facebook ក៏បានដែរហើយបើសិនជាចង់រៀនផ្ទាល់នៅសាលាផ្ទាល់របស់យើងខ្ញុំបាទក៏មានបើកបង្រៀនផងដែរហ្នឹងហើយបងប្អូនគឺ page របស់ខ្ញុំផ្ទាល់តែម្ដងគឺតាក់ទងមកតាម page របស់ខ្ញុំមកបាទសូមអរគុណសូមជម្រាបលា